សួស្តីអ្នកគ្នានេះជួបគ្នាមកខ្ញុំរាន Gaming ថ្ងៃនេះគឺខ្ញុំមកប្រៀនអ្នកគ្នាបង្កើត account Minecraft ឬក៏ sign in account Minecraft អញ្ចឹងសម្រាប់គ្នាយើងអ្នកគាត់លេងថ្មីគាត់អត់ទាន់ចេះពីរបៀប sign in វាគ្នាយើងអាចមើលវីដេអូខ្ញុំបានគឺខ្ញុំប្រៀនមួយអញ្ចឹងដើម្បីបង្កើតបានគឺគ្នាយើងត្រូវមាន game Minecraft គ្នាយើងអាចបើអត់មានលុយទិញទេគ្នាយើងទៅមើល YouTube ពីរបៀប download Minecraft free អញ្ចឹងណាសម្រាប់អ្នកដែលគាត់មានហើយគាត់ទៅចាប់បង្កើត account ដើម្បីលេងមួយគ្នាឬក៏លេង server លេងអីចឹងលេង game លេងអីគ្នាយើងមកមើលវីដេអូខ្ញុំមកទៅត្រូវហើយអញ្ចឹងគ្នាយើងចូលមកកន្លែង setting មកហ្នឹងហើយតមកទៀតគ្នាយើងចុចពាក្យថា account នេះអូមកបន្តិចមកតមកទៀតគ្នាយើងចុច sign in for free ហ្នឹងហើយគ្នាយើងចុចចឹងមកបាទឥឡូវវាចូលមកដល់កន្លែងផ្ទាំងបង្កើតអីចឹងគ្នាយើងចុចកន្លែង sign in ហ្នឹងហើយគ្នាយើងមួយទៀតត្រូវតែមាន Gmail ដែលមិនទាន់បង្កើត account Minecraft ចឹងគ្នាយើងយកមកដាក់វាមកចឹងគ្នាយើងចុចពាក្យថា create no account ចឹងអ្នកគ្នាចុចពាក្យថា for នេះកន្លែងលើណាទី2ទៅចាំដែរដាក់ថ្ងៃទីម៉ានខែម៉ានណាហើយឆ្នាំគ្នាយើងដាក់ដូចខ្ញុំក៏បានដាក់1990ម៉ាន92 93 72 73ចឹងណាតមកគ្នាយើងដាក់ឲ្យចុច next តមកចុចខាងស្ដាំហើយចុច next តមកទៀតគ្នាយើងដាក់email ដែលអ្នកគ្នាបង្កើតថ្មីហ្នឹងណាចឹង email ខ្ញុំគឺនេះឥឡូវខ្ញុំដាក់ចូលហើយតមកចុច next ជប់ចាំតិចគ្នាយើងនេះបន្តមកចុច next មកចឹងកន្លែងនេះគឺវា load ទៅ email យើងគ្នាយើងមិនបាច់មើលរូបផ្ទាំងទេគ្នាយើងអីអូខេខ្ញុំសុំបិទ email បន្តិចអូខេបាទយើងមើលវា load មកអត់ចំវាអត់ load មកទេយើងចាំបន្តិចមកចុច send code ទៅបាទគ្នាយើងចាំបន្តិចអូនេះកូដវាមើលឃើញគ្នាយើងកូដនេះកូដអាទូចហ្នឹងហើយយើងយកមកដាក់មកបាទចេះបាញ់ចឹងតែកូដមិញគឺវា35 88 26គ្នាយើងដាក់មក35 88 26ដាក់មកឥឡូវវាចូលហើយកន្លែងនេះគឺវាឲ្យយើងដាក់ថ្ងៃខែម្ដងទៀតដាក់ផ្សេងពីហ្នឹងមកហ្នឹងហើយបន្តមកយើងចុច next កន្លែងនេះគឺឈ្មោះអ្នកគ្នាចុចកន្លែងគ្រីសនេះមួយមកបាទតមកគ្នាយើងដាក់ឈ្មោះដាក់អីក៏បានដែរចឹងខ្ញុំដាក់ Round Gaming យ៉ាងមកបាទដាក់15កតុយលេខមកអ្នកគ្នាដាក់មិនដល់តែវាចុចដាក់ឲ្យចូលចុច next មកអូខេឥឡូវយើងធ្វើតាមខ្ញុំមកអ្នកគ្នាចុចកន្លែងពណ៌សពណ៌ខៀវអូយអាឡាមចុចកន្លែងរូបមនុស្សផ្លែកែនឥឡូវគ្រីសហើយចុចកន្លែងរូបមនុស្សណាគ្នាកន្លែងរូបមនុស្សឡើងលឿងនេះចឹងគឺវាកន្លែងខ្ញុំមិនសូវយល់ទេគ្នាវាឲ្យយើងឥឡូវយើងចុចតាមវាសិនបាទកន្លែងនេះគឺវាអាប់ដេតខ្ញុំនេះឥឡូវគ្រីសឲ្យគ្នាគ្នាយើងចុចនេះតាមវាសិនណាចុចដូចខ្ញុំមិញណា
អូខេឥឡូវគឺវាបានហើយយើងចុច next មកអ្នកគ្នាចុច create វាមួយមកចុច scan មកបើទូរស័ព្ទយើងមានលេខកូដហើយយើងចុច scan មកឥឡូវវាអូខេចុចអូខេមកអូខេឥឡូវយើងបានហើយយើងវា load ចឹងគ្នាយើងវា load អត់ទាន់កើតទេចឹងគ្នាយើងត្រូវចូលវាម្ដងទៀតណាដោយសារឥឡូវគឺវា update មកគឺវាធ្វើ2ដង3ដងអីចឹងឥឡូវយើងចូលមកយើងចុច confirm វាមកហ្នឹងហើយកន្លែងនេះបានវាដាក់ឈ្មោះមកចឹងអ្នកគ្នារើសរូបមករើសមិនរើសអ្នកគ្នារើសរូបអីរើសទៅឡើយយករូបបាល់ហោះមកតោះមកយើងដាក់ឈ្មោះសាសថ្មីខ្ញុំដាក់រើនមីឡូដែរដាក់លេខមួយទៀត12យើងដាក់ឲ្យតែវាគ្រីគ្រីមកគ្នាយើងមើលតាមហ្នឹងនៅបើគ្នាយើងមើលម្ដងយល់គ្នាយើងមើល2ដងមើល2ដងយល់គ្នាយើងមើល3ដងមកឥឡូវគឺវាឲ្យយើងចុច let's go ហើយយើងចុចមកហ្នឹងហើយឥឡូវគឺវាបានជោគជ័យហើយអូខេគ្នាយើងប៉ុណ្ណឹងគឺយើងអាចលេងជាមួយគ្នាបានហើយចាំមើលវីដេអូក្រោយខ្ញុំនឹងប្រាប់ពីរបៀបលេងមួយគ្នាលេង server ចឹងមួយទៀតគ្នាយើងឥឡូវខ្ញុំ play ណាចូលមើលលេង server ណាគ្នាមើលដល់កុំឲ្យណាគ្នាថាខ្ញុំធ្វើហ្នឹងធ្វើកុហកណាគ្នាឥឡូវខ្ញុំចាំឲ្យ server វា loading សិនហើយតោះខ្ញុំមកកាត់ទេគឺខ្ញុំដាក់ចូលឆាវខ្ញុំអត់កាត់អីទេបាទកាត់តែធំណែទេឥឡូវគឺវាចូលលេងហើយវា down ទីសុខក្នុង server ហ្នឹងអញ្ចឹងហើយ server នេះកៀងណាគ្នា server នេះមិនមែន server យើងគូលេងទេនេះគឺជា server PVP អីស្អីចឹងចាំខ្ញុំនឹងបញ្យល់ពី server ហ្នឹងវីដេអូក្រោយនេះគឺអូចង់ទៅគឺឆ្អិតចឹងគ្នាយើងចូលមកដល់ server គឺឃើញ player លេងច្រើនខ្លាំងមែនតើឥឡូវសុំថយសលេងនឹងខ្លាចលឺហ្គេមលឺខ្ញុំឃើញអត់លេង server ហ្នឹងគឺគេងទូរស័ព្ទឥឡូវសាកចូលលើគ្នាមើលមកទៀតចូលលើគ្នាយើងមើលហ្មងខ្លាចគ្នាយើងថាខ្ញុំកុហកឥឡូវគ្នាយើងមើលទៅណានេះនឹងស្អីខ្ញុំមិនដែរលេងខ្ញុំចុចចូលគ្នាយើងមើលទៅមកដែរលេង server អស់ហ្នឹងខ្ញុំលេងតែ server Master Club អីទេនេះគឺជា server Skyward គ្នា Skyward អីទេចឹងខ្ញុំចុចចេញមកថាខ្ញុំអត់ត្រូវលេងទេគ្នាយើងហ្នឹងហើយគ្នាយើងមើលតាមហ្នឹងទៅអូខេហើយហ្នឹងហើយគ្នាយើងវីដេអូយើងគឺដល់ទីបញ្ចប់ហើយគ្នាយើងខ្ញុំបញ្ជាក់បន្តិចបើគ្នាយើងបង្កើតបើគ្នាយើងមើលវីដេអូខ្ញុំម្ដងអត់យល់គ្នាយើងមើល2ដង3ដងទៅគ្នាយើងព្យាយាមមើលមួយហ្នឹងហើយមួយខ្ញុំចុចទៅវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ធំហ្នឹងដែរអញ្ចឹងគឺអូខេណាគ្នាគឺបាយបាយហើយជួបគ្នានៅវីដេអូក្រោយបាទ